ស្ពានទួលធាតុចាស់ទ្រុឌទ្រោមអាជ្ញាធរហាមមិនឱ្យយានយន្តគ្រប់ប្រភេទបើកឆ្លងកាត់ស្ពានបេតុងទួលធាតុស្ថិតនៅក្នុងភូមិទួលធាតុឃុំពាមប្រធ្នោះស្រុកកោះសុទិនខេត្តកំពង់ចាមដែលមានសភាពចាស់ទ្រុឌទ្រោមកន្លែងខ្លះមានបេតុងបាក់ជ្រុះប្រហោងមើលទៅឃើញដល់ក្រោមគួរឱ្យព្រួយបារម្ភអាជ្ញាធរមូលដ្ឋានរួមទាំងរដ្ឋបាលស្រុកកោះសុទិនបានចេញបម្រាមមិនឱ្យយានយន្តគ្រប់ប្រភេទបើកបរឆ្លងកាត់ទៅវិញទៅមកទៀតទេព្រោះខ្លាចគ្រោះថ្នាក់បាក់ស្រុតជាយថាហេតុអភិបាលស្រុកកោះសុទិនលោកយីវណ្ណៈបានឲ្យដឹងនារសៀលថ្ងៃទី28ខែមេសាឆ្នាំ2025ថាដើមឡើយនៅតំបន់នេះជាប្រភេទផ្លូវដីហុយនៅរដូវប្រាំងនិងបែកភក់នៅរដូវវស្សាហើយបងប្អូនប្រជាពលរដ្ឋពិបាកនឹងការធ្វើដំណើរដោយនៅត្រង់ចំណុចនេះមានអូរមួយដែលមានទឹកហូរកាត់ក្នុងរដូវវស្សាដោយមានទឹកចិត្តជ្រះថ្លាព្រះសង្ឃបានរៃអង្គាសបច្ច័យពីគ្រប់ទិសទីកសាងស្ពានបេតុងទួលធាតុដែលមានប្រវែងប្រមាណ50ម៉ែត្រសម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អភិបាលស្រុកកោះសុទិនបានបន្តឲ្យដឹងទៀតថារហូតមកដល់សប្តាហ៍ថ្ងៃនេះស្ពានបេតុងនេះមានអាយុកាលច្រើនឆ្នាំហើយមានសភាពទ្រុឌទ្រោមទៀតផងដោយមើលឃើញខ្លាចគ្រោះថ្នាក់សម្រាប់យានយន្តគ្រប់ប្រភេទបើកឆ្លងកាត់អាជ្ញាធរចាក់ដីស្របតាមបណ្ដោយស្ពានដើម្បីឲ្យម៉ូតូរថយន្តបើកឆ្លងកាត់ទៅវិញទៅមកជាបណ្ដោះអាសន្នជាមួយនោះរដ្ឋបាលស្រុកកោះសុទិនក៏បានធ្វើលិខិតស្នើសុំមករដ្ឋបាលខេត្តកំពង់ចាមហើយកញ្ចប់ថវិកាក៏បានធ្លាក់មកតាមរយៈក្រសួងអភិវឌ្ឍជនបទដែលជាអ្នកស្ថាបនាបច្ចុប្បន្នផ្លូវបេតុងត្រូវបានស្ថាបនាលាតសន្ធឹងកាត់ពីភូមិមួយទៅភូមិមួយរួចរាល់ហើយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារបានឆាប់រហ័សប៉ុន្តែអ្វីដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនោះគឺនៅរដូវវស្សាខាងមុខនេះពេលដែលទឹកទន្លេមេគង្គឡើងមកលិចសងខាងផ្លូវនោះស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមនេះនឹងបង្កផលវិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋសូមបញ្ជាក់ថាកន្លងទៅអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទាអមដំណើរដោយមន្ត្រីពាក់ព័ន្ធធ្លាប់ចុះមកត្រួតពិនិត្យស្ពាននេះម្ដងហើយបងប្អូនប្រជាពលរដ្ឋនៅពេលនោះនាំគ្នាអបអរសាទរក្រោយពីបានផ្លូវបេតុងជំនួសឲ្យផ្លូវដីនេះដែលបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្តរួមទាំងក្រសួងអភិវឌ្ឍជនបទប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាស្ពានបេតុងទួលធាតុនឹងត្រូវបានកសាងទាន់ពេលវេលាមុនរដូវវស្សាចូលមកដល់ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋជាមិនខាន